ធ្លាប់អត់ទូទាត់លុយតែរកបានចុងខែម្ដងណាដូចជាអស់លុយហាមិនបានអត់មានលុយមកពីអាជីវកម្មរកមិនចំណេញឬក៏បាត់លុយទៅណាបើចង់ដឹងច្បាស់ថាលុយអាជីវកម្មរបស់អ្នករត់បាត់ទៅណាខ្លះអ្នកត្រូវតាមដានកំណត់ត្រាអាជីវកម្មឲ្យបានច្បាស់លាស់ទើបអាចរកពីមូលហេតុឃើញអញ្ចឹងតើកំណត់ត្រាអាជីវកម្មជាអ្វីទៅហើយវាមានសារៈសំខាន់អ្វីខ្លះកំណត់ត្រាអាជីវកម្មគឺជាការកត់ត្រាទុកចំណូលចំណាយប្រចាំថ្ងៃរបស់អាជីវកម្មអ្នកវាមានសារៈសំខាន់ណាស់ព្រោះវាជួយគ្រប់គ្រងចំណូលនិងចំណាយបានល្អដើម្បីដឹងថាអ្នកចំណេញឬក៏អត់ជួយដល់ការវិភាគពីលំហូរសាច់ប្រាក់ក្នុងអាជីវកម្មដើម្បីឲ្យដឹងថាសាច់ប្រាក់របស់អ្នកនៅកន្លែងណាខ្លះជួយឲ្យការសម្រេចចិត្តរបស់អ្នកក្នុងអាជីវកម្មនិងការធ្វើផែនការបន្តមានប្រសិទ្ធភាពជាងមុនព្រោះអ្នកមានភស្តុតាងយោងត្រឹមត្រូវមិនតែប៉ុណ្ណោះការរក្សាទុកកំណត់ត្រាអាជីវកម្មបានល្អក៏អាចជួយអ្នកក្នុងការសុំកម្ចីពីធនាគារបានផងដែរអ្នកអាចកត់ត្រាចំណូលចំណាយអាជីវកម្មទុកក្នុងសៀវភៅឬក្នុងកម្មវិធីទូរស័ព្ទក៏បានសំខាន់ឲ្យតែអ្នកកត់ត្រាវាដាច់ដោយឡែកពីចំណូលចំណាយផ្ទាល់ខ្លួនឬគ្រួសារដើម្បីជៀសវាងការលកឡំដើម្បីកត់ត្រាចំណូលចំណាយអាជីវកម្មរបស់អ្នកឲ្យមានប្រសិទ្ធភាពអ្នកត្រូវធ្វើតាមគន្លឹះមួយចំនួនដូចខាងក្រោម 1. កត់ចំណូលនិងចំណាយដាក់ពីរផ្សេងគ្នាអ្នកត្រូវមានសៀវភៅ2ក្បាលមួយសម្រាប់ចំណូលនិងមួយទៀតសម្រាប់ចំណាយរួចអ្នកត្រូវបំពេញជារៀងរាល់ថ្ងៃបើសិនជាមានបុគ្គលិកឬមនុស្សមកជួយលក់អ្នកក៏ត្រូវបង្រៀននិងប្រាប់ពួកគេឲ្យកត់ត្រារាល់ចំណូលចំណាយរបស់អ្នកដែរ 2. ធ្វើការទូទាត់អ្នកគួរធ្វើការទូទាត់ចំណូលនិងចំណាយជារៀងរាល់ថ្ងៃរៀងរាល់ចុងខែម្ដងអ្នកគួរតែធ្វើការទូទាត់បន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ 3. ធ្វើការវិភាគអាជីវកម្មអ្នកក្រោយពេលអ្នកកត់ត្រាទុករួចរាល់អស់ហើយអ្នកត្រូវវិភាគលើចំណូលនិងចំណាយរបស់អាជីវកម្មអ្នកសម្រាប់ការវិភាគចំណូលអ្នកនឹងដឹងថាផលិតផលមួយណាដែលលក់ដាច់ជាងគេនិងមួយណាដែលលក់មិនសូវដាច់អ្នកនឹងដឹងថាគួរតែផ្ដោតលើផលិតផលមួយណាឬគួរផ្លាស់ប្ដូរវិធីសាស្ត្រលក់យ៉ាងម៉េចដើម្បីទទួលបានប្រាក់ចំណេញប្រសើរជាងមុនសម្រាប់ឯការវិភាគចំណាយវិញកំណត់ត្រារបស់អ្នកនឹងបង្ហាញថាអ្នកបានចំណាយទៅលើអ្វីខ្លះនិងចំណាយទៅលើអ្វីច្រើនជាងគេវានឹងជួយអ្នកក្នុងការសម្រេចចិត្តថាគួរកាត់បន្ថយចំណាយណាដែលមិនសូវមានប្រយោជន៍ឬក៏ផលិតផលណាដែលលក់មិនដាច់ឬក៏ចាយបន្ថែមទៅលើអ្វីដែលជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានផលចំណេញច្រើនជាងមុនដូចជាការធ្វើ promotion ឬការផ្សព្វផ្សាយពីហាងជាដើមសរុបមកបើអ្នកកត់ត្រាចំណូលចំណាយអាជីវកម្មរបស់អ្នកបានល្អនោះអ្នកនឹងមិនបាច់បារម្ភពីការបាត់បង់លុយកាក់ទៀតទេព្រោះអ្នកដឹងច្បាស់ពីលំហូរសាច់ប្រាក់របស់អ្នកនិងដឹងពីផលចំណេញឬខាតពិតប្រាកដជាមួយនឹងកំណត់ត្រាច្បាស់លាស់អ្នកនឹងមានភាពងាយស្រួលក្នុងការសម្រេចចិត្តនិងរៀបចំគម្រោងអាជីវកម្មបានល្អជាងមុនដែលនឹងជួយឲ្យអ្នកទទួលបានជោគជ័យនៅថ្ងៃមុខចាត់ចែងលុយកាក់អ្នកឲ្យបានល្អនៅថ្ងៃនេះដើម្បីសម្រេចក្តីស្រមៃនៅថ្ងៃមុខ